បាទសូមគ្រប់នឹងជម្រាបសួរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកទាំងអស់បាទទូទាំងនគរទាំងអស់បងប្អូនខ្មែរទាំងអស់គ្នាជាទីស្រឡាញ់ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់បាទសូមស្ដាប់នៅអ្វីដែលយើងខ្ញុំនឹងបង្ហាញឲ្យបងប្អូនស្ដាប់អំពីសាវតានៃពូជពងក៏ដូចជាប្រទេសថៃដែលបានកកើតឡើងរហូតមកដល់បច្ចុប្បន្ននេះគឺបានបញ្ជាក់អ្វីខ្លះដើម្បីឲ្យជនជាតិថៃគ្រប់រូបដែលមិនបានសិក្សារៀនសូត្រអំពីសាវតាពិតនិងប្រវត្តិសាស្ត្រពិតរបស់ថៃបាទសូមទស្សនានិងស្ដាប់ដូចតទៅនេះគឺជាប្រវត្តិសង្ខេបនៃប្រទេសថៃរដ្ឋដំបងនៃថៃកើតឡើងនៅដើមសតវត្សទី13មានឈ្មោះថាសុខោទ័យរដ្ឋនេះស្ថិតនៅចម្ងាយប្រមាណ440គីឡូម៉ែត្រភាគខាងជើងក្រុងបាងកកសព្វថ្ងៃចុងសតវត្សទី14ត្រូវបានអយុធ្យាកាន់កាប់អយុធ្យាបានក្លាយជារដ្ឋមួយដែលរឹងមាំនៅអាស៊ីអាគ្នេយ៍ប៉ុន្តែនៅពាក់កណ្ដាលសតវត្សទី16អយុធ្យាត្រូវបានភូមាវាយលុកនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់ភូមានៅឆ្នាំ1767ស្ដេចតាក់ស៊ីនឆ្នាំ1767ឆ្នាំ1782បានរៀបចំរាជធានីថ្មីគឺបាងកកសព្វថ្ងៃនេះស្យាមឬសៀមមិនមែនជាឈ្មោះដែលជនជាតិថៃហៅខ្លួនឯងកាលពីពេលកកើតរដ្ឋដំបងនោះទេឈ្មោះនេះคล้ายជាឈ្មោះផ្លូវការសម្រាប់ប្រទេសថៃក្នុងរាជស្ដេចមង្គិតឬគេហៅថារាមាទី4ឆ្នាំ1851 1868សៀមជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមិនធ្លាប់ស្ថិតក្រោមអាណានិគមនិយមពួកអឺរ៉ុបនៅឆ្នាំ1932មានរដ្ឋប្រហារមួយដែលផ្លាស់ប្ដូរនយោបាយសៀមពីរបបប្រជានិយមផ្ដាច់ការមកជារបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ1939ឈ្មោះប្រទេសក៏ត្រូវផ្លាស់ប្ដូរពីសៀមមកថៃដែលមានន័យថាសេរីភាពនេះគឺជាព័ត៌មានពិតសង្ខេបរបស់ប្រទេសថៃអញ្ចឹងសូមអរគុណបាទសូមគ្រប់នឹងជម្រាបសួរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកទាំងអស់បាទទូទាំងនគរទាំងអស់បងប្អូនខ្មែរទាំងអស់គ្នាជាទីស្រឡាញ់ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់បាទសូមស្ដាប់នៅអ្វីដែលយើងខ្ញុំនឹងបង្ហាញឲ្យបងប្អូនស្ដាប់អំពីសាវតានៃពូជពងក៏ដូចជាប្រទេសថៃដែលបានកកើតឡើងរហូតមកដល់បច្ចុប្បន្ននេះគឺបានបញ្ជាក់អ្វីខ្លះដើម្បីឲ្យជនជាតិថៃគ្រប់រូបដែលមិនបានសិក្សារៀនសូត្រអំពីសាវតាពិតនិងប្រវត្តិសាស្ត្រពិតរបស់ថៃបាទសូមទស្សនានិងស្ដាប់ដូចតទៅនេះគឺជាប្រវត្តិសង្ខេបនៃប្រទេសថៃរដ្ឋដំបងនៃថៃកើតឡើងនៅដើមសតវត្សទី13មានឈ្មោះថាសុខោទ័យរដ្ឋនេះស្ថិតនៅចម្ងាយប្រមាណ440គីឡូម៉ែត្រភាគខាងជើងក្រុងបាងកកសព្វថ្ងៃចុងសតវត្សទី14ត្រូវបានអយុធ្យាកាន់កាប់អយុធ្យាបានក្លាយជារដ្ឋមួយដែលរឹងមាំនៅអាស៊ីអាគ្នេយ៍ប៉ុន្តែនៅពាក់កណ្ដាលសតវត្សទី16អយុធ្យាត្រូវបានភូមាវាយលុកនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់ភូមានៅឆ្នាំ1767ស្ដេចតាក់ស៊ីនឆ្នាំ1767ឆ្នាំ1782បានរៀបចំរាជធានីថ្មីគឺបាងកកសព្វថ្ងៃនេះស្យាមឬសៀមមិនមែនជាឈ្មោះដែលជនជាតិថៃហៅខ្លួនឯងកាលពីពេលកកើតរដ្ឋដំបងនោះទេឈ្មោះនេះคล้ายជាឈ្មោះផ្លូវការសម្រាប់ប្រទេសថៃក្នុងរាជស្ដេចមង្គិតឬគេហៅថារាមាទី4ឆ្នាំ1851 1868សៀមជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមិនធ្លាប់ស្ថិតក្រោមអាណានិគមនិយមពួកអឺរ៉ុបនៅឆ្នាំ1932មានរដ្ឋប្រហារមួយដែលផ្លាស់ប្ដូរនយោបាយសៀមពីរបបប្រជានិយមផ្ដាច់ការមកជារបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ1939ឈ្មោះប្រទេសក៏ត្រូវផ្លាស់ប្ដូរពីសៀមមកថៃដែលមានន័យថាសេរីភាពនេះគឺជាព័ត៌មានពិតសង្ខេបរបស់ប្រទេសថៃអញ្ចឹងសូមអរគុណបាទ